សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ admin សូមលើកយករឿងភាគ anime មួយដែលមានចំណងជើងថា Dr. Stone មកធ្វើការបកស្រាយជូនទស្សនារឿងនេះជាប្រភេទរឿងវិទ្យាសាស្ត្របែបប្រឌិតជារឿងបែបផ្សងព្រេងហើយក៏ជារឿងទាក់ទងជាមួយនឹងវិនិច្ឆ័យកម្មពិភពលោកផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយជួយចុច like និង comment បានច្រើនសាយរឿងចាប់ផ្ដើមនៅមន្ទីរពិសោធន៍មួយក្នុងវិទ្យាល័យមួយនៅប្រទេសជប៉ុនដែលនៅទីនោះមានកូនសិស្សម្នាក់ឈ្មោះ Taichu កំពុងតែនិយាយលោឡាប្រាប់មិត្តភក្តិរបស់គាត់ម្នាក់ឈ្មោះ Senku ថាគាត់នឹងសារភាពស្នេហ៍ប្រាប់ស្រីម្នាក់ឈ្មោះ Yuzuriha ដែលគាត់បានលួចក្រាស់រយៈពេល5ឆ្នាំមកហើយនៅថ្ងៃនេះតែម្ដងដោយសារតែគាត់ទ្រាំលែងបានហើយនៅពេលនោះ Senku ដែលជាមិត្តភក្តិរបស់គាត់ហើយក៏ជាតួឯករបស់យើងផងដែរបានឲ្យទឹកមន្តអាគមស្នេហ៍ម្ដងទៅ Taichu ដើម្បីប្រើហើយធានាថាវានឹងមានប្រសិទ្ធភាព 100% ប៉ុន្តែ Taichu បានចាក់ទឹកមន្តអាគមនោះចោលដោយសារតែគាត់ជាមនុស្សទៀងត្រង់មិនចង់ប្រើល្បិចនោះទេបន្ទាប់ពី Taichu បានចេញទៅផុតគុណសិស្សផ្សេងទៀតមានការភ្ញាក់ផ្អើលណាស់ដែល Senku ចេះធ្វើទឹកមន្តអាគមស្នេហ៍តែ Senku បានប្រាប់ថាវាមិនមែនទឹកមន្តអាគមស្នេហ៍អីទេវាគ្រាន់តែជាប្រេងសាំងដែលគាត់ចម្រាញ់ចេញពីគម្របដបទឹកសុទ្ធតែប៉ុណ្ណោះសូមបញ្ជាក់ផងដែរថានៅក្នុងរឿង Dr. Stone នេះទ្រឹស្ដីឬក៏គោលការណ៍បែបវិទ្យាសាស្ត្រដែលគេបានយកមកប្រើគឺវាមានលក្ខណៈត្រឹមត្រូវស្ទើរតែ 100% គ្រាន់តែគេពង្រួមពេលវេលាឲ្យខ្លីក្នុងការផលិតចេញជាអ្វីមួយការទៅមើលសាច់រឿងរបស់យើងបន្តទៀតពេលនេះ Taichu បានស្កាត់ទៅជួប Yuzuriha ដែលគាត់លួចក្រាស់ហើយមិត្តភក្តិរបស់គាត់ផ្សេងទៀតក៏កំពុងតែភ្នាល់គ្នាចង់ដឹងថា Taichu សារភាពស្នេហ៍បានសម្រេចអត់ពេលនោះ Senku ក៏បានភ្នាល់ថា Yuzuriha ក៏មានចិត្តក្រាស់លើ Taichu របស់យើងផងដែរងាកទៅមើល Taichu វិញបេះដូងរបស់គាត់បានលោតក្តុកក្តាក់ស្ទើរតែធ្លាយចេញពីទ្រុងមកខាងក្រៅហើយគាត់ខ្លាចថានៅពេលដែលគាត់សារភាពទៅ Yuzuriha នឹងបដិសេធហើយឈប់រាប់អានគាត់រហូតបន្តមកនៅពេលដែល Taichu រៀបនឹងហាមកនិយាយស្រាប់តែមានបាតុភូតចម្លែកមួយបានកើតឡើងគឺមានពន្លឺពណ៌បៃតងយ៉ាងចម្លែកជះមកពីលើមេឃធ្វើឲ្យមនុស្សទាំងអស់នៅលើពិភពលោកคล้ายទៅជាថ្មរឿងដែលចម្លែកមួយទៀតគឺមនុស្សដែលបានคล้ายទៅជាថ្មទាំងនោះនៅមានសតិស្មារតីដឹងខ្លួនប៉ុន្តែមិនអាចកម្រើកខ្លួនបានបាតុភូតនោះបានធ្វើឲ្យមនុស្សតែប៉ុណ្ណោះដែលคล้ายទៅជាថ្មចំណែកសត្វផ្សេងៗមិនអីនោះទេរយៈពេលរាប់ពាន់ឆ្នាំក្រោយមកសាច់រឿងបានកាត់ទៅមើលនៅក្នុងល្អាងភ្នំមួយមានមនុស្សថ្មម្នាក់ដេកនៅលើគំនរចម្បាំងហើយមានទឹកអីម្យ៉ាងមិនដឹងទេធ្លាក់ចំពីលើក្បាលរបស់គាត់បន្ទាប់មកមានបរិសម្នាក់បានរើខ្លួនចេញពីថ្មនោះមកវិញដែលយើងមើលដឹងថាម្នាក់នោះគឺ Taichuនៅពេលដែលគាត់ដើរចេញពីល្អាងមកមើលនៅខាងក្រៅឃើញថាទីក្រុងបានคล้ายទៅជាព្រៃឈើអស់ហើយបានន័យថាគាត់ជាប់នៅក្នុងថ្មរយៈពេលយូរឆ្នាំមកហើយបន្ទាប់មក Taichu បាននឹកឃើញដល់បាតុភូតចម្លែកមួយដែលបានកើតឡើងមុនពេលដែលមនុស្សបានคล้ายខ្លួនទៅជាថ្មកាលនោះគាត់បានឃើញសត្វជាកម្មនៅសុកក៏คล้ายទៅជាថ្មផងដែរហើយនៅពេលដែលគាត់យកសត្វជាកម្មនោះទៅពេទ្យសត្វចៃដន្យក៏បានជួបជាមួយនឹង Yuzuriha ដែលនេះមានគោលបំណងចង់យកសត្វជាកម្មថ្មមួយក្បាលទៀតទៅព្យាបាលនៅទីនោះដូចគ្នាត្រឡប់មកពេលបច្ចុប្បន្នវិញនៅទីបំផុត Taichu បានរកឃើញ Yuzuriha ដែលជាតារានៅក្នុងដួងចិត្តរបស់គាត់នៅក្នុងស្ថានភាពជាថ្មហើយគាត់សច្ចាថានឹងធ្វើយ៉ាងណាជួយឲ្យ Yuzuriha ក្លាយទៅជាមនុស្សវិញឲ្យទាល់តែបានបន្តមកនៅលើដើមឈើក្បែរ Yuzuriha Taichu បានឃើញអក្សរសរសេរថាដើរតាមដងទន្លេចុះទៅខាងក្រោមណាអាកាបីហើយនៅពេលដែល Taichu ដើរទៅដល់គាត់សប្បាយចិត្តណាស់នៅពេលដែលគាត់បានឃើញ Senku តាំងពីដើមមកអ្នកដែលហៅគាត់ថាអាកាបីមានតែ Senku នឹងហើយសម្លាញ់ហើយមិនតន់ងាប់ទេអីយីអត់ស្លៀកខោផងទៅឲ្យឆ្ងាយបន្តមកទៀត Senku បានប្រាប់ Taichu ថាថ្ងៃនេះគឺជាថ្ងៃទី5ខែ10ឆ្នាំ5738មានន័យថាពួកគេបានคล้ายខ្លួនទៅជាថ្មរយៈពេល3700ឆ្នាំមកហើយគាត់បានคล้ายខ្លួនមកជាមនុស្សវិញមុន Taichu រយៈពេល6ខែគឺគាត់នឹងហើយជាអ្នករកឃើញ Taichu ហើយយក Taichu ទៅដាក់នៅក្នុងល្អាងភ្នំដើម្បីជួយឲ្យ Taichu អាចរើចេញពីថ្មមកវិញបន្តមកនៅពេលដែល Taichu សួរ Senku ថាហេតុអីបានជាដឹងថ្ងៃខែច្បាស់ម្ល៉េះ Senku បានប្រាប់ថារយៈពេលដែលគាត់បានคล้ายខ្លួនទៅជាថ្មគាត់បានបន្តរាប់រហូត1វិនាទីម្ដងបន្ទាប់មក Senku បាននាំ Taichu ទៅផ្ទះរបស់គាត់ហើយសូមឲ្យ Taichu នឹងជួយជាកម្លាំងដល់គាត់ក្នុងការជួយធ្វើឲ្យមនុស្សថ្មទាំងអស់ក្លាយទៅជាមនុស្សធម្មតាវិញហើយតាមរយៈចំណេះដឹងផ្នែកវិទ្យាសាស្ត្ររបស់គាត់ចង់បង្កើតអ្វីៗដែលទំនើបជូនមនុស្សជាតិឡើងវិញចំណែក Taichu វិញពិតមែនថាគាត់មិនសូវជាឆ្លាតដូចជា Senku ប៉ុន្តែគាត់មានកម្លាំងខ្លាំងអាចជួយការងាររបស់ Senku បានច្រើនគោលបំណងរបស់គាត់នៅពេលនេះគឺជួយ Yuzuriha ឲ្យក្លាយមកជាមនុស្សវិញចាប់តាំងពីពេលនោះមកពួកគេបានធ្វើការរួមគ្នា Senku គឺជាអ្នកគិតចំណែក Taichu ជាអ្នកជួយជាកម្លាំងមានថ្ងៃមួយពេល Taichu ចូលព្រៃរកចំណីអាហារគាត់បានប្រទះឃើញផ្លែទំពាំងបាយជូរយ៉ាងច្រើននៅក្បែរនោះគាត់បានឃើញមនុស្សថ្មម្នាក់ដែលគាត់ស្គាល់ថាជាអ្នកដែលមានកម្លាំងខ្លាំងជាងគេប្រចាំសាលាដែលមានឈ្មោះថា Shishio Tsukasa បន្តមក Taichu បានដើរទៅដល់ល្អាងភ្នំដែលជាកន្លែងដែលគាត់បានក្លាយទៅជាមនុស្សវិញកាលពីប្រហែលថ្ងៃមុននៅទីនោះគាត់បានឃើញមានគេប្រើកន្ត្រកត្រង់ទឹកអីម្យ៉ាងហើយក៏ស្មានថាមានអ្នកផ្សេងដែលនៅរស់ក្រៅពីគាត់ហើយនឹង Senku ដែលតាមការពិតទៅអ្នកដែលប្រើកន្ត្រកត្រង់ទឹកនោះគឺ Senku នឹងឯង
សែនខូនិយាយថាទឹកនោះគឺជាអាស៊ីតណៃត្រិកដែលកើតចេញពីឯកបជាវហើយគាត់ជឿថាអាស៊ីតណៃត្រិកនឹងជួយឲ្យមនុស្សរើខ្លួនចេញពីថ្មមកវិញបានប៉ុន្តែគាត់បានសាកល្បងយកទឹកអាស៊ីតណៃត្រិកនឹងទៅស្រោចលើសត្វជាកម្មដែលខ្លាចទៅជាថ្មហើយមិនទាន់ឃើញលទ្ធផលសោះពេលនោះមានរឿងមួយដែលសែនខូចង់សាកគឺយកអាស៊ីតណៃត្រិកទៅលាយជាមួយនឹងអាល់កុលដែលអាចញ៉ាំបានដែលគេហៅថា ethanol ដើម្បីបង្កើតសារធាតុមួយទៀតដែលគេហៅថា nitol អ្វីដែលគាត់ត្រូវការនៅពេលនេះគឺអាល់កុលចៃដន្យនៅថ្ងៃនេះថៃជូរកបានផ្លែទំពាំងបាយជូរមួយចំនួនដែលសែនខូអាចប្រើផលិតជាអាល់កុលឬក៏ ethanol បានជាដំបូងពួកគេត្រូវយកផ្លែទំពាំងបាយជូរទាំងនោះទៅធ្វើជាស្រាក្រហមសិនបន្ទាប់មកពួកគេត្រូវដុតកម្ដៅស្រាក្រហមនោះនៅក្នុងឆ្នាំងដីដើម្បីចម្រាញ់យក ethanol ឬក៏អាល់កុលចេញមកតាមរយៈការសាកល្បងជាមួយឆ្នាំនៅទីបំផុតពួកគេអាចបង្កើត nitol បានត្រឹមត្រូវហើយជួយរំដោះសត្វជាកម្មចេញពីថ្មបានសម្រេចនៅពេលនោះពួកគេសប្បាយចិត្តណាស់ព្រោះពួកគេមានវិធីអាចជួយមនុស្សជាតិបានហើយមនុស្សដែលពួកគេត្រូវជួយមុនគេសែនខូបានឲ្យថៃជូជាអ្នកជ្រើសរើសទោះជាគេមិនប្រាប់ក៏យើងស្មានដឹងដែរថាថៃជូច្បាស់ជាទៅជួយយូស៊ូរីហាមុនគេហើយបន្តមកពួកគេទាំងពីរនាក់បាននាំគ្នាដើរត្រកយូស៊ូរីហាប៉ុន្តែថៃជូមិនឲ្យសែនខូជួយនាងឥឡូវនោះទេដោយសារតែនៅពេលដែលជួយនាងច្បាស់ជាស្រាតអណកុកមិនខានថៃជូចង់យកនាងទៅផ្ទះដែលមានបន្ទប់បិទបាំងសិនចាំជួយនាងតាមក្រោយបន្តមកខណៈពេលដែលពួកគេរៀបចំចេញដំណើរទៅផ្ទះស្រាប់តែសយខ្លាំងណាស់មានតោមកវងបានមកដល់ហើយដេញតាមខាំពួកគេនៅពេលនោះថៃជូចង់ឲ្យសែនខូយកយូស៊ូរីហារត់ទៅមុនទុកឲ្យគាត់ជាអ្នកទប់ទល់ជាមួយតោតែសែនខូដឹងច្បាស់ណាស់ថាថៃជូមិនអាចទៅរួចជាមួយតោទេកន្លងមកនៅពេលដែលថៃជូជួយសែនខូម្ដងគាត់មិនដែលវាយនរណាឡើយសុខចិត្តឲ្យគេវាយគាត់ជំនួសបន្តមកពួកគេក៏នាំគ្នារត់បន្តទៀតហើយថៃជូបាននឹកឃើញបរិសុទ្ធខ្លាំងម្នាក់ឈ្មោះស៊ូខាសាដែលគាត់បានឃើញកាលពីលើកមុនបើតាមគេឈ្មោះរបស់ស៊ូខាសាគាត់ប្រហែលជាអាចទប់ទល់ជាមួយនឹងសត្វតោបានដល់ពេលអញ្ចឹងទៅពួកគេក៏ឯកភាពគ្នាជួយស៊ូខាសាមុនស្ថានភាពនៅពេលនេះពិតជាអាសន្នណាស់ព្រោះវងសត្វតោបានមកប៉ល់ពួកគេជុំចិត្តអស់ទៅហើយសំណាងល្អស៊ូខាសាបានរើខ្លួនចេញពីថ្មទាន់ហើយបានស្ទុះទៅដល់តោឈ្មោលដែលជាមេវងតែម្ដាយទេងាប់បាត់ឃើញចឹងក្រុមតោញីផ្សេងទៀតភ័យក៏នាំគ្នាបែរក្បាលដកថយត្រឡប់ទៅវិញបន្តមកពួកគេបានទៅរស់នៅជុំគ្នាដោយស៊ូខាសាធ្វើជាអ្នកប្រមាញ់បរបាញ់សត្វហើយនឹងជាអ្នកការពារពួកគេមានពេលមួយនោះស៊ូខាសាបានទៅវាយកំទេចថ្មមួយដុំធំដើម្បីជួយមនុស្សថ្មម្នាក់ដែលកប់នៅក្រោមផ្ទាំងថ្មនោះឃើញចឹងថៃជូគិតថាស៊ូខាសាគឺជាមនុស្សដែលមានសន្តានចិត្តល្អចំណែកសែនខូមិនទាន់យល់ពីចិត្តរបស់ស៊ូខាសាច្បាស់នោះទេបន្តមកក្រោយពេលញ៉ាំអាហាររួចសែនខូបានដាក់សំណួរថាដើម្បីកសាងអរិយធម៌មនុស្សឡើងវិញបច្ចុប្បន្នតើពួកគេត្រូវការអីត្រង់ហ្នឹងអេដមីនសូមពន្យល់ពីអរិយធម៌បន្តិចក្រែងមានអ្នកខ្លះអត់ទាន់ដឹងពាក្យថាអរិយធម៌បើនិយាយងាយយល់ទៅគឺចង់សំដៅទៅលើទីក្រុងទំនើបមានផ្លូវមានស្ពានមានសំណង់អគារខ្ពស់ចំណែកមនុស្សមានសម្ភារៈទំនើបប្រើប្រាស់នៅពេលនោះថៃជូបានឆ្លើយថាពួកគេត្រូវការទូរស័ព្ទត្រូវហើយតែអានឹងចាំក្រោយចម្លើយនោះគឺ calcium carbonate សម្បូរខ្លាំងណាស់គេអាចរកវាបាននៅក្នុងសម្បកខ្យងហើយនៅផ្កាថ្មពេលគេយកសម្បកខ្យងខ្ចាយទៅដំឲ្យម៉ត់ទៅវាคล้ายទៅជាម្សៅសអានឹង calcium carbonate ហើយសែនខូនិយាយទៀតថា calcium carbonate មានមុខងារសំខាន់4យ៉ាងទី1គេអាចប្រើវាទៅបន្សាបជាតិអាស៊ីតនៅក្នុងដីជួយឲ្យដីដាំដំណាំបានល្អទី2គេអាចដុតកម្ដៅវាហើយលាយជាមួយខ្សាច់និងទឹកធ្វើជាស៊ីម៉ង់សង់ផ្ទះបានទី3គេអាចយកវាទៅលាយជាមួយនឹងប្រេងធ្វើជាដុំសាប៊ូដើម្បីកម្ចាត់បាក់តេរីអាក្រក់នៅលើរាងកាយពេលនិយាយដល់ត្រឹមនេះស៊ូខាសាបានរសារសែងខូថាគាត់ពិតជាពូកែណាស់ហើយគាត់ជឿថាសែងខូពិតជាអាចសាងអរិយធម៌ជូនមនុស្សជាតិបានលើអញ្ចឹងសែងខូអត់បានស៊ីចូលទេគាត់យល់ថាសម្ដីរបស់ស៊ូខាសាមានបង្កប់អត្ថន័យផ្សេងបន្តមកថៃជូបានទៅដល់ហើយសួរសែងខូថាផលប្រយោជន៍ទី4របស់ calcium carbonate នោះគឺអីគេហើយសែងខូក៏បានកែសម្ដីថាអត់មាន4ទេមានតែ3តាមូលហេតុដែលសែនខូលាក់នៅពេលហ្នឹងគឺដោយសារតែគាត់អត់ទុកចិត្តស៊ូខាសានៅយប់នោះនៅពេលដែលគេដេកលក់អស់សែនខូអត់បានដេកទេគាត់បានរៀបចំធ្វើអាវុធម្ដាមដើម្បីការពារខ្លួនស្អែកឡើងពួកគេបានទៅឆ្នេររើសសម្បកខ្យងហើយនឹងនេសាទត្រីដោយធម្មតាគឺនៅពេលនោះហើយដែលស៊ូខាសាបង្ហាញពីចេតនាពិតប្រាកដរបស់គាត់ឲ្យសែនខូបានដឹងចេតនារបស់ស៊ូខាសាគឺគាត់ចង់ជួយតែក្មេងៗដែលមានចិត្តបរិសុទ្ធមិនចង់ជួយមនុស្សចាស់ដែលខ្សោយឬក៏ឈ្មោះអ្នកនយោបាយដែលលោភលន់នោះឡើយគាត់ចង់បង្កើតពិភពលោកមួយដែលថ្មីអត់មានអំពើជីជាន់និងកេងប្រវ័ញ្ចកាញ់យកប្រយោជន៍នោះទេនៅពេលនោះគាត់បានដើរវាយកំទេចមនុស្សថ្មដែលមានវ័យចំណាស់ហើយចង់ឲ្យសែនខូជួយគ្រប់គ្រងគំនិតរបស់គាត់ប៉ុន្តែសែនខូបានខាត់គាត់ហើយនិយាយថាគាត់នឹងប្រាជ្ញចំណេះដឹងផ្នែកវិទ្យាសាស្ត្ររបស់គាត់ជួយសង្គ្រោះមនុស្សទាំងអស់អត់មានរើសមុខនោះឡើយនៅពេលនេះសែនខូដឹងហើយថាស៊ូខាសាគឺជាមនុស្សដែលមានគ្រោះថ្នាក់ចំពោះគាត់ប៉ុន្តែតារាណាស៊ូខាសាអត់ទាន់ដឹងពីរូបមន្តធ្វើឲ្យមនុស្សคล้ายពីថ្មទៅជាមនុស្សធម្មតានោះទេស៊ូខាសាច្បាស់ជាមិនធ្វើអីគាត់ទេចង្រៃអីនៅពេលនោះថៃជូបានទៅដល់ហើយស្រ័យប្រាប់ថាគាត់រកបានទឹកអាស៊ីតណៃត្រិកសម្រាប់ជួយយូស៊ូរីហាឲ្យคล้ายទៅជាមនុស្សវិញបានហើយនៅពេលនោះសែនខូមានអារម្មណ៍ថាសាមជាមួយនឹងថៃជូខ្លាំងណាស់ដែលបានយករឿងនឹងមកនិយាយស៊ូខាសាលឺប៉ុន្តែគាត់ព្យាយាមទប់អារម្មណ៍ឲ្យនឹងណោះហើយប្រាប់ស៊ូខាសាថាបើសិនជាចង់ដឹងចាំគាត់បង្ហាញឲ្យឃើញ
បន្តមកនៅពេលដែលចាប់ផ្ដើមធ្វើសែនគូបានប្រាប់ថៃជូថាទឹកអាស៊ីតណៃត្រិកប៉ុណ្ណឹងធ្វើអត់ក្រាន់ទេហើយប្រាប់ឲ្យថៃជូប្រញាប់ទៅយកបន្ថែមទៀតមកលើអញ្ចឹងស៊ូខាសាស្ម័គ្រចិត្តធ្វើជាអ្នកទៅតែសារតែគាត់ចង់ដឹងទីតាំងកន្លែងទៅយកទឹកអាស៊ីតណៃត្រិកតាមពិតទៅសែនគូចង់និយាយបញ្ឆោតឲ្យស៊ូខាសាចាក់ចេញពីទីនោះតែប៉ុណ្ណោះបន្ទាប់ពីស៊ូខាសាចេញទៅផុតសែនគូក៏បញ្ញាបញ្ញាលាយទឹកថ្នាំដើម្បីជួយយូស៊ូរីហាឲ្យក្លាយទៅជាមនុស្សធម្មតាវិញក្នុងពេលជាមួយគ្នាគាត់ក៏បានបញ្យល់ប្រាប់ថៃជូពីគោលបំណងអាក្រក់របស់ស៊ូខាសាផងដែរបន្តមកមិនយូរប៉ុន្មានពួកគេអាចរំដោះយូស៊ូរីហាចេញពីថ្មមកវិញបានឃើញចឹងថៃជូរបស់យើងពិតជារំភើបចិត្តណាស់ប៉ុន្តែក្រោយពេលយូស៊ូរីហាដឹងខ្លួនមិនបានយូរប៉ុន្មានផងស៊ូខាសាក៏បានត្រឡប់មកវិញហើយនៅពេលដែលឃើញសភាពមិនសូវស្រួលថៃជូក៏ចូលខ្លួនទៅការពារគ្នារបស់គាត់នៅពេលនោះអត់ចាំយូរទេថៃជូក៏សម្រុកចូលទៅទាំងកំរោលហើយសែនគូមើលដឹងថា 100% ថៃជូច្បាស់ជាមានគ្រោះថ្នាក់ដល់ពេលអញ្ចឹងទៅក៏ទាញស្នាដែលគាត់ធ្វើឲ្យប្រយុទ្ធបាញ់សម្ដៅទៅកាន់ស៊ូខាសាមិននឹកស្មានថាស៊ូខាសាពិតជាលឿនណាស់អាចចាប់ផ្លែព្រួយរបស់គាត់គប់ចោលបានហើយថែនឹងបានរវល់ថៃជូមួយជើងចំពេញលំហឹងនៅពេលនោះស៊ូខាសាក៏មានការភ្ញាក់ផ្អើលជាមួយនឹងថៃជូផងដែរគាត់និយាយថាកន្លងមកអ្នកដែលគាត់តតត្រូវពេញលំហឹងអញ្ចឹងមិនអាចនៅឈរបានឡើយហើយគាត់ក៏មើលដឹងដែរថាថៃជូលោតចូលមកមិញហ្នឹងមិនមែនមកវាយគាត់ទេគឺលោតចូលមកឲ្យគាត់វាយនៅពេលនោះថៃជូចិត្តសឿងណាស់បានស្រែកខ្លាំងៗប្រាប់ស៊ូខាសាថាចង់វាយដំច្រំធាក់គាត់យ៉ាងណាក៏ដោយក៏គាត់ឲ្យវាយដែរឲ្យតែស៊ូខាសាបញ្ចប់គម្រោងការសម្រាប់មនុស្សរបស់គាត់សូមរំលឹកថាសម្រាប់ស៊ូខាសាឲ្យតែឃើញមនុស្សថ្មដែលមានវ័យចំណាស់គឺគាត់កំទេចចោលហើយគាត់ចង់បង្កើតពិភពលោកមួយដែលមានតែក្មេងៗដែលមានកម្លាំងខ្លាំងហើយនៅមានចិត្តបរិសុទ្ធបន្តមកថៃជូក៏បានដួលស្លាប់ដោយសារតែការទាត់របស់ស៊ូខាសានៅពេលមុនហ្នឹងហើយនៅពេលហ្នឹងស៊ូខាសាបានធ្វើអីក្រុមរបស់សែនគូនោះទេដោយសារតែគាត់នៅដឹងគុណក្រុមរបស់សែនគូដែលបានជួយជីវិតគាត់ហើយគាត់នៅតែសង្ឃឹមថាក្រុមរបស់សែនគូនឹងបដូរចិត្តហើយដើរតាមគាត់បន្ទាប់ពីថៃជូដឹងខ្លួនមកវិញសែនគូបានបបួលពួកគេបញ្ញាប់ចាក់ចេញពីទីនោះដើម្បីទៅនៅឲ្យឆ្ងាយពីស៊ូខាសាពួកគេបានដើរទៅដល់ជ្រោះមួយដែលមានទេសភាពមើលទៅស្អាតខ្លាំងណាស់ហើយសែនគូក៏បានយកឧបករណ៍កំណត់ទីតាំងរបស់គាត់ចេញមកប្រើចង់ដឹងថាពួកគេពេលនេះនៅទីណាប៉ុន្តែចម្លែកណាស់ឧបករណ៍នោះមើលទៅដូចជាអត់ត្រឹមត្រូវសោះនៅពេលនោះយូស៊ូរេហាដូចជាចំណាំបានថានាងធ្លាប់មកម្ដុំនឹងហើយនេះបាននាំថៃជូនិងសែនគូទៅមើលព្រះយ៉ាងធំមួយដែលនាងធ្លាប់មកលេងជាមួយប៉ាម៉ាក់នាងកាលពីនាងនៅក្មេងរូបចម្លាក់ព្រះនោះធ្វើអំពីសំរិទ្ធដែលភាសាអង់គ្លេសគេហៅថា bronze នៅពេលដឹងអញ្ចឹងសែនគូសប្បាយចិត្តណាស់ព្រោះសំរិទ្ធអាចយកទៅធ្វើការងារបានច្រើនយ៉ាងបន្តមកយូស៊ូរីហាបាននាំពួកគេទៅកន្លែងត្រាំទឹកក្តៅធម្មជាតិមួយដែលមានទេសភាពស្អាតណាស់អាចមើលឃើញភ្នំភូជីនៅជិតបង្កាយចំណែកសែនគូយើងវិញពេលទៅដល់កន្លែងដែលមានទឹកក្តៅធម្មជាតិអញ្ចឹងគាត់ដឹងថានៅទីនោះមានសារធាតុ sulfur ដែលអាចប្រើធ្វើជារំសេវបានហើយគាត់ក៏មានកំណត់ចង់ផលិតកំភ្លើងដើម្បីទប់ទល់ជាមួយនឹងស៊ូខាសានៅយប់នោះសែនគូអត់សម្រាប់ត្រាំទឹកក្តៅជាមួយនឹងគេទេគឺគាត់ចោលរវល់ស្វែងរកវត្ថុធាតុដើមយកមកធ្វើរំសេវចំណែកថៃជូហើយនិងយូស៊ូរីហាឆ្លៀតនិយាយគ្នាពេលដែលពួកគេត្រាំទឹកក្តៅវាគឺជាឱកាសដែលថៃជូអាចនិយាយពាក្យដែលគាត់ចង់និយាយកាលពី 3700 ឆ្នាំមុនពេលដែលពន្លឺពណ៌បៃតងធ្វើឲ្យមនុស្សទូទាំងពិភពលោកក្លាយទៅជាថ្មប៉ុន្តែនៅពេលនេះគាត់សុំយូស៊ូរីហាមិនទាន់និយាយទេដោយសារតែកលៈទេសៈមិនស័ក្តិសមគាត់ចង់ចាំដល់ពួកគេអាចជួយមនុស្សជាតិឲ្យត្រឡប់មកសភាពដូចដើមវិញទើបគាត់និយាយស្អែកព្រឹកឡើងនៅទីផុតសែនគូបានផ្សំគ្រឿងធ្វើជារំសេវបានហើយនៅក្នុងរឿងនេះសែនគូបាននិយាយពីរូបមន្តលម្អិតប៉ុន្តែខ្ញុំសូមអត់និយាយទេដើម្បីកុំឲ្យស្មុគស្មាញសម្រាប់អ្នកដែលចង់ដឹងអាចទៅស្រាវជ្រាវបន្ថែមឬក៏មើលរឿងពេញបានបន្ទាប់ពីបានផ្សំគ្រឿងរួចហើយសែនគូចាំបុករំសេវនោះលាយបញ្ចូលគ្នាប៉ុន្តែថៃជូឆ្លាតជ្រុលបានយកថ្មម្ដុំធំមកជួយបុកឲ្យឆាប់ហើយនៅពេលនោះមានអីថ្មប៉ះត្រូវជាមួយនឹងរំសេវកើតទៅជាផ្កាភ្លើងផ្ទុះបឹងសំណាងដែរដែលពេលនោះពួកគេអត់មានរបួសអីហើយការផ្ទុះនោះបានបង្កើតទៅជាផ្សែងខ្មួខ្មាញ់ហុយឡើងទៅលើអាកាសក្រោយមកបន្តិចស្រាប់តែពួកគេបានឃើញផ្សែងពណ៌សហុយចេញពីព្រៃនៅមិនឆ្ងាយប៉ុន្មានពីពួកគេឡើយមានន័យថាក្រៅពីពួកគេនៅមានមនុស្សផ្សេងទៀតដែលរស់រានមានជីវិតហើយសែនគូច្បាស់ក្នុងចិត្តណាស់ថាផ្សែងនោះមិនមែនស៊ូខាសាជាអ្នកបង្កើតឡើងមកឡើយម្ល៉េះហើយសែនគូក៏ប្រាប់ឲ្យថៃជូហើយនឹងយូស៊ូរីហាដុតភ្លើងបន្ថែមទៀតដើម្បីធ្វើទំនាក់ទំនងទៅកាន់មនុស្សមួយក្រុមទៀតគាត់ក៏ដឹងដែរថាធ្វើអញ្ចឹងស៊ូខាសាអាចរកឃើញទីតាំងរបស់ពួកគាត់ប៉ុន្តែគាត់នៅតែបថុយកាត់ទៅមើលស៊ូខាសានៅពេលនេះគាត់ក៏តាមមកចិត្តតន់ដែរហើយគាត់សង្ស័យថាសែនគូកំពុងតែផលិតអាវុធដើម្បីទប់ទល់ជាមួយគាត់បន្តមកមិនយូរប៉ុន្មាននៅតាមផ្លូវគាត់បានជួបយូស៊ូរីហាដែលកំពុងតែរើសមែកឈើយកទៅដុតរួចគេចាប់នាងធ្វើជាចំណាត់ខ្មាំងនៅពេលនេះស៊ូខាសាដឹងច្បាស់ហើយថាសែនគូចង់ផលិតកាភ្លើងទប់ទល់ជាមួយគាត់ហើយគាត់មិនឲ្យរឿងហ្នឹងកើតឡើងបានជាដាច់ខាតគាត់យល់ថានៅពេលដែលមនុស្សជាតិមានកាភ្លើងប្រើប្រាស់មិនយូរមិនឆាប់នឹងកើតមានក្រុមអ្នកមានអំណាចប្រើកាភ្លើងដើម្បីការអំណាចរបស់ពួកគេអញ្ចឹងហើយទៅនៅពេលនេះស៊ូខាសាមិនអាចទុកឲ្យសែនគូនៅរស់បានទេតែមុនពេលសម្រាប់សែនគូចោលគាត់ទាមទារឲ្យសែនគូប្រាប់ពីរូបមន្តធ្វើឲ្យមនុស្សថ្មប្រែក្លាយទៅជាមនុស្សធម្មតាវិញបើមិនចឹងទេគាត់នឹងសម្លាប់យូស៊ូរីហាចោលម្នាក់ទៀតហើយដើម្បីជាការពមៀនស៊ូខាសាបានកាត់សក់របស់យូស៊ូរីហាចោលនៅពេលនោះយូស៊ូរីហាពិតជាក្លាហានណាស់សុកចិត្តឲ្យស៊ូខាសាសម្លាប់នាងចោលក៏មិនចង់ឲ្យសែនគូប្រាប់ពីរូបមន្តទៅស៊ូខាសាដែរ
នាងនឹងច្បាស់ណាស់ថាតារាណាស៊ូខាសាអត់តន់ដឹងពីរូបមន្តគាត់ច្បាស់ជាមិនហ៊ានស្លាប់សែនខូឡើយនៅពេលនោះសែនខូមិនដាច់ចិត្តឃើញយូស៊ូរីហាស្លាប់នោះទេក៏ប្រាប់រូបមន្តទៅកាន់ស៊ូខាសាតាមត្រង់ហើយបន្ទាប់ពីបានដឹងពីរូបមន្តហើយស៊ូខាសាក៏បាននិយាយប្រាប់ថាគាត់លែងត្រូវការសែនខូទៀតហើយមានន័យថាគាត់ត្រូវតែសម្លាប់សែនខូចោលខណៈពេលនេះថៃជូកំពុងតែនៅក្នុងព្រៃរើកំណាត់ឈើនៅឡើយហើយគាត់មានការភ្ញាក់ផ្អើលណាស់នៅពេលដែលឃើញមានផ្សែងហុយឡើងទៅលើមេឃ3កន្លែងផ្សេងគ្នាត្រឡប់ទៅមើលសែនខូវិញស៊ូខាសាបានឲ្យឱកាសគាត់ចុងក្រោយមួយទៀតគឺគាត់នឹងមិនសម្លាប់សែនខូនោះទេបើសិនជាសែនខូព្រមបោះបង់វិជាសាស្ត្រចោលមកដល់ឈុតត្រឹមនេះសាច់រឿងបានកាត់ទៅមើលអតីតកាលរបស់សែនខូកាលពីនៅតូចនៅពេលនោះសែនខូបាននិយាយប្រាប់គ្រូហើយនិងសិស្សរួមថ្នាក់ថាគាត់ចង់ឡើងទៅឋានអវកាសឲ្យបានឆាប់បំផុតអត់មានចាំដល់ធំនោះទេចាប់តាមពីពេលនោះមកគាត់ចាប់ផ្ដើមសិក្សាអំពីវិទ្យាសាស្ត្រគាត់អានសៀវភៅគ្រប់យ៉ាងទាក់ទងជាមួយនឹងវិទ្យាសាស្ត្រហើយក៏ចង់សាកល្បងអ្វីៗគ្រប់យ៉ាងទាក់ទងជាមួយនឹងអ្វីដែលគាត់បានអានផងដែរពេលឃើញសែនខូចាប់អារម្មណ៍ជាមួយនឹងវិទ្យាសាស្ត្រអញ្ចឹងឪពុកចិញ្ចឹមរបស់គាត់ឈ្មោះបយ៉ាកូយ៉ាបានលក់ឡានរបស់គាត់ដើម្បីយកលុយធ្វើបន្ទប់ពិសោធន៍មួយឲ្យសែនខូឃើញចឹងសែនខូសប្បាយចិត្តណាស់ព្រោះចាប់ពីពេលនេះតទៅគាត់មានលទ្ធភាពអាចសាកល្បងទ្រឹស្ដីនានាដែលមានចែងនៅក្នុងសៀវភៅនៅពេលហ្នឹងមិត្តភក្តិដែលជិតស្និទ្ធបំផុតរបស់គាត់គឺថៃជូនឹងហើយ5ឆ្នាំក្រោយមកសែនខូមានសមត្ថភាពធ្វើដល់ក្របអាកាសប្រហោះឡើងទៅលើឋានអវកាសបានថែមទៀតផងត្រឡប់មកពេលបច្ចុប្បន្នវិញស៊ូខាសាបានសួរសែនខូម្ដងទៀតថាតើព្រមបបងចៅវិជាសាស្ត្រអត់គាត់ចង់លើកដៃសម្រាប់សែនខូនោះទេដោយសារតែសែនខូធ្លាប់មានគុណជួយជីវិតគាត់ហើយចម្លើយរបស់សែនខូនៅពេលនោះគឺ no អត់ទេគាត់សុខចិត្តស្លាប់ក៏មិនបបងចៅវិជាសាស្ត្រនោះដែរនៅពេលនោះសែនខូឆ្លៀតសុំស៊ូខាសាឲ្យសម្លាប់គាត់ឲ្យបានលឿនបំផុតកុំឲ្យគាត់នៅវេទនាយូរមុនពេលសម្លាប់សែនខូស៊ូខាសាបាននិយាយថាស្ដាយណាស់បើសិនជាគាត់បានជួបសែនខូកាលពី3700ឆ្នាំមុនគាត់ហើយនិងសែនខូអាចក្លាយជាមិត្តល្អនឹងគ្នាពេលនិយាយរួចស៊ូខាសាក៏ប្រើចុងលំពេងវះកញ្ចឹងករបស់សែនខូសម្រាប់គាត់ចោលសម្រាប់រឿងនេះផងណាខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តហើយចូលរួមជួយចុច like និង comment បានច្រើនហើយក៏សូមសំណូមពរដល់អ្នកដែលមិនទាន់បាន subscribe Channel មនោចរណៃទេក៏សូមជួយ subscribe ហើយជួយចុចរូបកណ្ដឹងយក all ផងពេលនេះសូមអរគុណម្ដងទៀតនិងសូមជម្រាបលា